បងប្អូនណាខ្លះដែលឃើញមុនតែមួយគ្រាប់ពឹបចាប់ផ្ដើមញិចហើយបងប្អូនមានដឹងអត់ថាមុនខ្លះយើងអាចញិចបានមុនខ្លះយើងមិនអាចញិចបានទេអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនថាតើមុនណាបងប្អូនគួរញិចមុនណាបងប្អូនមិនគួរញិចអញ្ចឹងជាទូទៅមុនរបស់យើងបែងចែកចេញជាពីរប្រភេទគឺមុនដែលរលាកនិងមិនរលាកក្នុងហ្នឹងមុនដែលមិនរលាកមានមុនក្បាលសហើយនិងមុនក្បាលខ្មៅមុនទាំងពីរប្រភេទហ្នឹងបងប្អូនអាចញិចបានដោយប្រើបច្ចេកទេសត្រឹមត្រូវកុំសង្កត់ខ្លាំងពេកហើយមានឧបករណ៍ញិចត្រឹមត្រូវព្រោះបើសិនជាយើងចេះតែញិចផ្ដេសផ្ដាស់ទោះបីថាមុនក្បាលសក្បាលខ្មៅក៏ដោយញិចទៅអាចវិវត្តទៅជាមុនរលាកពោកក្រហមដែរមុនដែលមិនគួរញិចគឺជាមុនដែលរលាកដែលវាមានសន្តានជាប៉ាពឺលពូស្ទីលស៊ីសមុនទាំងអស់ហ្នឹងមានតែការរលាកទេបងប្អូនវាមិនមានសាច់មុនអីនៅក្នុងហ្នឹងទេកាលណាដែលបងប្អូនច្បាច់ញិចមុននឹងកាន់តែខ្លាំងវាធ្វើឲ្យការរលាកកាន់តែរីកធំដូចគ្នាហើយវាអាចបង្កទៅជាមុនខ្ទុះកាន់តែធំទៅកាន់តែធ្ងន់ទៅអញ្ចឹងសរុបមកវិញបើសិនជាបងប្អូនមានមុនក្បាលសក្បាលខ្មៅអាចញិចបានតែបើមុនរលាកកុំញិចអីកុំធ្វើឲ្យមុនវាកាន់តែវិវត្តធ្ងន់ធ្ងរហើយបើសិនជាបងប្អូនចង់ញិចសម្អាតមុនគឺបងប្អូនអាចជ្រើសរើសជាមួយនឹងអាណេកូស៊ីរបស់យើងបាននៅទីនេះគឺយើងអត់ញិចដោយកំហឹងញិចដឹងតែសកត់ខ្លាំងឬក៏ញិចគ្រប់គ្រាប់មុនទេយើងនឹងប្រាប់បងប្អូនតែម្ដងថាមុនណាគឺយើងញិចបានមុនណាយើងញិចមិនបានកន្លែងណាញិចទៅឈឺខ្លាំងកន្លែងណាញិចទៅមិនសូវឈឺបងប្អូននឹងដឹងគ្រប់ព័ត៌មានមុននៅលើស្បែកមុខរបស់បងប្អូនសម្រាប់ព័ត៌មានព្យាបាលមុនអីផ្សេងៗបងប្អូនអាចតាក់ទងយើងតាមរយៈការឆាតចូល page